ប្រាប់ខ្ញុំមកអ្នកណាជាចៅវាយធំអ្នកចង់ធ្វើអីខ្ញុំនឹងទៅកំចាត់គេចោលរាល់ពេលគេបញ្ជាគឺតាមរយៈឧបករណ៍បដូរសំឡេងឬតាមមនុស្សចំណិតរបស់គេតែខ្ញុំដឹងត្រឹមមនុស្សរបស់គេហើយគេថាប៉ាធំគឺដូចគ្នាទុកប្រេងគេនៅទីនេះជារបស់គេទេបើសិនជាអាច Iron Plate លាហើយបត្រូវតែកម្ចាត់មេធំនោះឲ្យបានទើបបញ្ហាដាច់ស្រឡះនិងពួកអ្នកជាប់ជំពាក់ទាំងអស់ខ្ញុំត្រូវកំណត់គោលដៅធំជាងនេះ Polygame បញ្ចេញបេសកកម្មវិលុកកាស៊ីណូហ៊ូចិនដើម្បីរំដោះបងស្រីឡានតើអ្នកទទួលយកទេបេសកកម្មរើសចុះរង្វាន់វិញព្រោះនេះជាកិច្ចការជំរើសដូច្នេះរង្វាន់អាចនឹងមានឬក៏គ្មានអ្វីសោះនេះខ្ញុំមិនអាចគ្រប់គ្រងបានទេរង្វាន់ប្រហែលជាការឈ្នះចិត្តបងរានដូចជាអ្នកក៏មិនមែនខ្លាំងពូកែគ្រប់យ៉ាងដែរក៏មានរឿងធ្វើមិនបានដែរសូមអ្នកកុំនិយាយឥតប្រយោជន៍ច្រើនគ្រាន់តែសម្រេចចិត្តថាទទួលឬមិនទទួលក៏បានទទួលយកលោកលីបាត់យូរហើយថ្ងៃនេះទូរស័ព្ទល្អទេលោកស្រីរ៉ានកុំបារម្ភអីថ្ងៃនេះសើខ្លាំងណាស់សន្លឹកប៊ីធំបណ្ណាក៏ចាញ់ដែរលោកអាស៊ីងកុំប៉ះទៀតអីអ្នកថតកុនមែនទេខ្ញុំកំពុងថតនឹងណាហើយអ្វីបានជាអ្នកមកធ្វើអ្នកបម្រើជីវភាពបង្ខំឬខំប្រឹងអូស៊ូស៊ីងតូចមកដល់ហើយលោកថៅកែលេងមានចាញ់មានឈ្នះមិនលេងទៅឈ្នះសៀវសឹងកុំឆ្លើយនេះគឺសៀវសឹងគាត់ជាអ្នកប្រឹក្សាបច្ចេកទេសហើយក៏មើលការខុសត្រូវកាស៊ីណូខ្លះដែរលោកថៅកែលោកដឹងទេថាហេតុអ្វីបានជាចាញ់ព្រោះខ្ញុំមើលដឹងអស់ហើយមើលឃើញច្បាស់ក្រឡែតនៅមានចម្ងល់អីទៀតបាទយើងលេងសើចនឹងខ្ញុំគឺគាត់គេបង្ខំឲ្យខ្ញុំធ្វើបែបនេះគាត់ថាធ្វើរួចនឹងចែកចំណេញគ្នា50លោកតៅនិងអាវ៉ែនតានេះចង់លេងខ្ញុំហើយអ្វីទៅអាវ៉ែនតានេះមិនមែនជាកូនចៅរបស់អាឈួតទេអីចាំបន្តិចអាឈួតនោះក្អេងក្អាងណាស់អ្នកនេះគ្រាន់តែជាក្មេងទំនើងអត់តម្លៃសោះខ្ញុំគិតថាលើកមុនគេក្អេងក្អាងខ្លាំងណាស់ហឺសចាប់បានទាំងមនុស្សទាំងភពតាំងហើយអ្នកនៅមានអ្វីចង់និយាយទៀតបូរ៉ោះនាំពួកគេទាំងពីរចុះទៅចាំយើងជេរគ្នាឲ្យបានល្អិតល្អន់ចាំបន្តិចត្រូវដោះស្រាយរឿងនេះឲ្យច្បាស់សិនខ្ញុំដឹងថាបើគេហ៊ានបន្លំនៅទីនេះប្រកាសជាមានខ្នងបង្អែកហើយត្រូវតែចាប់ពួកគេធ្វើទារុណកម្មធំមកទទួលកម្មរបស់អ្នកកុំនិយាយរឿងឈួតកូនខ្ញុំជាអ្នកត្រួសត្រាយប្រឆាំងការបន្លំហ៊ានប៉ះមែនទេត្រូវតែជាពួកអ្នកទេដឹងជួយកូនប្រុសខ្ញុំផងបងស្រីឡានអ្នកត្រូវតែជួយយើងហើយត្រូវសងថ្លៃខាតរបស់យើងទាមទារចំនួនប៉ុណ្ណឹងអ្នកគ្មានសិទ្ធិនិយាយទេនាំគេចុះទៅដែរហើយអ្វីខ្ញុំនិយាយមិនបានអ្នកជាមនុស្សគ្មានបានការទេកាលពីមុនខ្ញុំនៅម៉ាកាវឡថយក្រោយទុកឲ្យខ្ញុំដោះស្រាយខ្ញុំជឿលើភាពស្មោះត្រង់របស់សៀវស៊ីងចាំស្ដាប់គាត់និយាយសិនបងឡានអ្នកស្គាល់ខ្ញុំច្បាស់ណាស់ខ្ញុំមិនដែលរាប់អានការលេងល្បែងទេវាជាស្រូវធំរបស់ខ្ញុំចុះមិនខ្ញុំហ៊ានធ្វើរឿងបែបនេះអ្នកថាខ្ញុំជាអ្នករកអ្នកមកចំណែកចិញ្ចៀននៅលើដៃអ្នកមិនមែនឆ្លាក់ឈ្មោះខ្ញុំទេតែជាឈ្មោះរបស់គេចំណែកចិញ្ចៀននៅលើដៃរបស់គេគួរតែឆ្លាក់ឈ្មោះអ្នកឲ្យមើលទៅថែមទាំងជាចិញ្ចៀនគូទៀតមិនអាចទៅរួចតើអ្នកដឹងបានយ៉ាងម៉េចហើយអ្វីខ្ញុំដឹងមិនបានខ្ញុំនៅលីវទេណាម្យ៉ាងទៀត
ស្រោមជើងដែលអ្នកទាំងពីរពាក់នោះស្រោមជើងយើងយ៉ាងពណ៌ក្រហមនិងខៀវស្នេហ៍គ្នាផ្អែមល្ហែមពេកហើយហេអ្នកទាំងពីរជាគូស្នេហ៍គ្នាបងមានរឿងអីអ្នកបងនិយាយអ្វីមួយមកបងដាវរឿងច្បាស់អស់ហើយនរណាមកនេះនាំពួកវាទាំងពីរអ្នកនេះចេញទៅបងស្រីឡានលើកលែងឲ្យខ្ញុំលើកនេះផងបងស្រីឡានសូមលើកលែងឲ្យខ្ញុំលើកនេះផងកុំឲ្យក្មេងសៀវនេះហ៊ានកំរើកបងស្រីឡានចំពោះសំណងខូចខាតនេះតើត្រូវគិតដូចម្ដេចយកព្រមកុំនិយាយច្រើនពេកលោកម្ចាស់ទាំងអស់គ្នាបានឃើញហើយមែនទេសុទ្ធតែជាល្បិចកទាំងអស់ជាវិញល្បែងស៊ីសងអស់លោកម្ចាស់ទាំងអស់គ្នាខ្ញុំពិតជាសុំទោសណាស់សូមការយកយល់ពីកំបីបង្ហាញពីការសុំទោសរបស់ខ្ញុំការចំណាយលើភេសជ្ជៈថ្ងៃនេះខ្ញុំនឹងចេញថ្លៃទាំងនេះទាំងអស់ខ្ញុំក៏នឹងត្រួតពិនិត្យដោយផ្ទាល់ផងដែរដើម្បីធានាថាអ្នកទាំងអស់គ្នាលេងដោយយុត្តិធម៌និងសប្បាយរីករាយក្មេងល្អណាស់គេមានសមត្ថភាពខ្លះដែរបងឡានការមើលឃើញរបស់អ្នកពិតជាមុតស្រួចមែនខ្ញុំសូមណែនាំអ្នកទាំងអស់គ្នានេះគឺលោកសៀវស៊ីនគាត់ជាទីប្រឹក្សាបច្ចេកទេសកាស៊ីណូយើងចាប់ពីថ្ងៃនេះទៅគាត់មកជំនួសលោកឡើយទៅហើយគាត់នឹងទទួលខុសត្រូវទាំងស្រុងទទួលខុសត្រូវពេញលេញអញ្ចឹងគឺត្រូវទទួលខុសត្រូវពេញលេញចំណេញហើយទៅលោកទីប្រឹក្សាចង់ឲ្យខ្ញុំបម្រើលោកទេតំណែងអីធំម្លេះខ្ញុំអាចគ្រប់គ្រងមនុស្សជាច្រើនបានហើយខ្ញុំមិនចាំបាច់ធ្វើតែម្នាក់ឯងទៀតទេចេញសัญลักษณ์បៀតូចហើយបងឡានអ្នកបដូរឈុតថ្មីហើយអ្នកចាប់អារម្មណ៍ខ្ញុំទេដឹងខ្ញុំគ្រាន់តែដូរឯកសណ្ឋានបណ្ដេញចង្រៃប្រយ័ត្នរឿងថ្ងៃនេះអ្នកយល់យ៉ាងម៉េចអា4ភ្នែកដែលបង្កប់ដាក់ខ្ញុំថ្ងៃនេះគឺមនុស្សរបស់ឈ្គួតឆ្នះខ្ញុំធ្លាប់ឃើញគេពីមុនខ្ញុំធ្លាប់សង្ស័យពីមុនដែរសម្ងាត់កាស៊ីណូតែងតែលេចជ្រាបភាពពិតគឺអត់ទៅសោះអាឃីងអរគុណអ្នកដែលជួយខ្ញុំឲ្យរួចផុតម្ដងទៀតកុំគួរសំអីបងឡានចូលរួមប្រឆាំងល្បែងស៊ីសងជាមួយខ្ញុំទៅបដូរកាស៊ីណូអ្នកជាមជ្ឈមណ្ឌលប្រឆាំងល្បែងលេខ6ទាំង7ឈ្នះហើយឆាប់ហុចសណ្ដែកដីចុងក្រោយរបស់អ្នកមកហេតុអ្វីបានជាអ្នកធ្វើបែបនេះហេតុអ្វីមិនព្រមទទួលស្គាល់ការចាញ់អ្នកលេងល្បែងនៅផ្ទះទៀតហើយហេតុអ្វីអ្នកនៅផ្ទះខ្ញុំអាស៊ីងអ្នកត្រឡប់មកវិញទាន់ពេលតែម្ដងមិត្តស្រីអ្នកពិតជាពូកែណាស់ល្បិចករបស់ឪពុកនេះគាត់ដឹងអស់ហើយមិត្តស្រីសៀវជីងអ្នកមកដល់ហើយមកខ្ញុំមានរឿងចង់និយាយជាមួយអ្នកគាត់ថាយើងនិយាយគ្នាពីរឿងសម្ងាត់បន្តិចសិនបន្តិចទៀតចាំលេងជាមួយអ្នកល្អនិយាយទៅយឺតអ្នកនិយាយយឺតមកខ្ញុំយល់ពីពួកក្មេងធ្វើខុសកំណត់ឲ្យតូចល្មមបានហើយកុំឲ្យអ្នកចិត្តខាងគេចាប់អារម្មណ៍មិនមែនទេដូចដែលអ្នកគិតនោះទេកុំនិយាយផ្ដេសផ្ដាសខ្ញុំប្រាប់អ្នកថាក្មេងស្រីនេះមិនអីទេអ្នកគិតបែបនេះសុទ្ធតែជាមនុស្សក្មេងខូចហេអត់ទេយើងត្រូវមើលស្ថានភាពឲ្យបានច្បាស់អីយ៉ាលេងដៃខ្ញុំទៅតើអ្នកកំពុងធ្វើអ្វីមកអង្គុយចុះខ្ញុំមានរឿងចង់និយាយជាមួយអ្នកមានការអីដែរកុំប៉ះពាល់មិត្តស្រីខ្ញុំអីមាត់ប៉ាខ្ញុំណាគាត់ចូលចិត្តនិយាយមិនគិតស្អែកឡើងបើបែកការអ្នកចិត្តខាងដឹងទាំងអស់តើឲ្យខ្ញុំយកមុខទៅទុកណានឹងត្រូវអាប់អន់ហើយម៉ាក់ខ្ញុំខ្លាចជាមិត្តស្រីរបស់អ្នកធ្វើឲ្យអ្នកពិបាកចិត្តឬនៅកន្លែងធ្វើការខ្ញុំមានតែគំលុះសង្ហាទេពួកគេតម្រៀបគ្នាជាជួរខ្ញុំទេដែលរងភាពយុត្តិធម៌កុំរឹងទាំងទៀតរឹងក៏អត់ប្រយោជន៍ដែរអ្នកគ្រប់គ្រាន់ហើយខ្ញុំជប់និយាយជាមួយអ្នកហើយផ្នែកមូលនិធិរបស់ពួកយើងបានតាមដានរកឃើញកាស៊ីណូហូចឹងនិងកាស៊ីណូស៊ីនពូចឹងដែលក្លឿនបានធ្វើប្រតិបត្តិការជាមួយកានីនៅក្រៅប្រទេសដោយមានចរាចរណ៍មូលនិធិធំដូច្នេះពួកយើងសង្ស័យថាមេខ្លោងនៅពីក្រោយពួកគេគួរតែជាមនុស្សតែមួយស្អីគេស៊ីនពូជីងជាកាស៊ីណូរបស់លោកសៀវចាងចំណែកថៅកែលោកសៀវចាងនិងបងឡានគឺជាមនុស្សតែម្នាក់មិនអាចទៅរួចហេតុអីមិនអាចទៅរួចទីផ្សារល្បែងអន្តរជាតិជាច្រើនតែមើលទៅហាក់គ្មានទំនាក់ទំនងថៅកែធំគឺជាមនុស្សតែម្នាក់បើថៅកែតែមួយលោកសៀវចាងនិងបងឡានមិនចាំបាច់ត្រូវតែប្រយុទ្ធគ្នាស្លាប់រស់បែបនេះទេបើថៅកែគេជាមនុស្សតែមួយមិនក៏អនុញ្ញាតឲ្យពួកគេធ្វើបែបនេះទៅ
រឿងនេះអ្នកប្រហែលជាមិនយល់ទេតាមពិតអ្វីដែលពួកគេប្រជែងមិនមែនជារឿងស្លាប់រស់ទេតែជាអំណាចក្នុងដៃសូមអ្នកគិតមើលបើគេអាចគ្រប់គ្រងកាស៊ីណូហ៊ូជីងនិងកាស៊ីណូញូពូទីនទាំងស្រុងក្នុងដៃរបស់គេនោះស្មើនឹងថាលំហូរលុយខ្មៅទាំងអស់ក្នុងទីក្រុងពួកគេជាអ្នកគ្រប់គ្រងវាចំណូលដែលបានមកពីនេះជាផលចំណេញដែលអ្នកមិនហ៊ានស្រមៃដល់នោះក៏មានន័យថាមនុស្សម្នាក់នេះអាចគ្រប់ដណ្ដប់មេឃបានហើយត្រូវហើយដូច្នេះខ្ញុំចង់ស្នើអ្នកឲ្យជួយខ្ញុំបន្តិចបានអ្នកនិយាយមកកាន់នេះដែលយើងតាមដានពេលនេះគឺជាកាន់នេះមានកុសសម្ងាត់ប៉ុន្តែរាល់ការផ្ទេរលុយរវាងឡាននិងសៀវចាងគឺទាមទារព័ត៌មានទទួលពាក់ព័ន្ធពីភាគីម្ខាងទៀតដូច្នេះខ្ញុំត្រូវការឲ្យអ្នកស៊ើបអង្កេតលំហូរមូលនិធិពាក់ព័ន្ធរបស់ឡាននិងឯកសារចំពោះកាស៊ីណូសិនភូជីងវិញយើងនឹងរកវិធីផ្សេងទៀតគ្មានបញ្ហាទេខ្ញុំចុះណេសនិយាយត្រូវហើយតំណែងរបស់អ្នកនៅកាស៊ីណូហ៊ូជីងសំខាន់ណាស់មនុស្សគ្រប់គ្នាកំពុងតាមមើលអ្នកហើយធ្វើអ្វីត្រូវប្រយ័ត្នលះបង់ចោលខ្លះប្រសើរជាងគេនឹងតាមដានមើលអ្នកមិនបាច់ប្រយ័ត្នប្រយែងពេកទេជួនកាលយើងសុខចិត្តបោះបង់ចោលជាជាងលាតត្រដាងខ្លួនឯងអាធើហេតុអ្វីក៏អ្នកមកខ្វល់ខ្វាយពីខ្ញុំម្លេះឬមួយអ្នកចាប់ចិត្តនឹងចរិតល្អរបស់ខ្ញុំហើយបើអ្នកព្រមធ្វើសង្សារខ្ញុំក៏មិនអីដែរអ្នកមនុស្សអសិលធម៌ខ្ញុំទ្រាំនឹងអ្នកលេងបានហើយអញអាលីបាទទុនល្មើខ្លាំងណាស់អារម្មណ៍ប៉ះនេះគួរឲ្យរំភើបជាងមើលអ្វីទាំងអស់ទៅទៀតឈប់កុំញ៉ៃញ៉ៃទៀតឆាប់ក្រោកឡើងមកញ៉ាំបាយកញ្ញាលីជំនាញធ្វើម្ហូបរបស់ពូហ៊ានឆឹងលេងឡូតូខ្ញុំលេងចាញ់អ្នកហើយតែបើនិយាយពីរឿងធ្វើម្ហូបខ្ញុំពូកែជាងគេអរគុណពូខ្ញុំរំខានអ្នកហើយមិនរំខានទេមិនជាបញ្ហាទេថ្ងៃក្រោយមកលេងទៀតណាក្មេងស្មោកគ្រប់អីជួយខ្ញុំឲ្យរួចផុតហើយញ៉ាំបាយក៏ខាត់អ្នកមិនបានមាត់របស់អ្នកនេះអ្នកនាងសូមជប់សិនកន្លែងនេះជាការិយាល័យសំខាន់អ្នកដែលមិនមែនបុគ្គលិកមិនអាចចូលបានទេខ្ញុំជាក្មេងហាត់ការទៅមកថ្មីបងណាំឲ្យខ្ញុំយកឯកសារនេះទៅបន្ទប់កណេតែខ្ញុំដូចជាវង្វេងផ្លូវហើយក្មេងហាត់ការផ្នែកណាបានការងារនៅណាបានសម្គាល់ខ្ញុំភ្លេចបានសម្គាល់នៅកន្លែងធ្វើការឯកសារនេះបន្ទាន់សូមអនុញ្ញាតឲ្យខ្ញុំចូលទៅសិនបានទេសូមអភ័យទោសបើគ្មានបានមិនអាចចូលបានទេសូមអ្នកចេញទៅរយថ្នាក់លើរបស់អ្នកមកទទួលខ្ញុំពិតជាសន្តិសុខហើយវាគ្រាន់តែជាការយកច្រឡំហើយពួកយើងជាគ្នាតើការពិតទៅនាងជាបងប្អូនជីទួតមួយរបស់ខ្ញុំទើបនឹងរៀនចប់សាកលវិទ្យាល័យនៅទំនេរគ្មានអ្វីធ្វើនាងទូចចង់មកមើលកន្លែងខ្ញុំធ្វើការសង្ឃឹមថានាងមិនបានរំខានអ្នកទេបងស៊ីនអ្នកថាគាត់ជាបងប្អូនរបស់អ្នកតែគាត់ថាគាត់ជាអ្នកហាត់ការតើអ្នកហាត់ការត្រូវហើយអូអហឹមខ្ញុំមានគម្រោងហើយតើឲ្យគាត់មកហាត់ការនៅទីនេះហឺអ្នកក៏ដែរណាខ្ញុំប្រាប់អ្នកហើយតើនេះជាកាស៊ីណូមិនអាចដើរចុះឡើងផ្ដេសផ្ដាស់ទេម្យ៉ាងវិញទៀតអ្នកមើលទៅអាក្រក់ទៀតបើអ្នកធ្វើឲ្យគេភ្ញាក់ឲ្យយ៉ាងម៉េចទៅប្រញាប់សុំទោសបងប្រុសនោះទៅសុំទោសឲ្យបងធំបងស៊ីននេះជាប្អូនជីដូនមួយរបស់ខ្ញុំមិនអីទេលើកក្រោយកុំដើរផ្ដេសផ្ដាស់ទៀតទៅបានហើយខ្ញុំធានាមកខ្ញុំជូនឯងផឹកទឹកដោះគោលេងដៃខ្ញុំទៅខ្ញុំមិនដែលអោបឯងជាលើកទី1ឯណាខ្មាស់អីទៅយើងបានរកឃើញតម្រុយខ្លះហើយត្រូវស៊ើបអង្កេតបន្ថែមនៅទីនេះស៊ើបអង្កេតនេះមិនមែនជាសួនកំសាន្តឯណានេះជាកន្លែងលេងល្បែងអ្នកគិតថាចង់ចេញចូលតាមចិត្តបានមែនទេឯងត្រូវការតម្រុយអ្វីខ្ញុំអាចជួយឯងរកបានតើឯងកុំទៅផ្សងព្រេងម្នាក់ឯងទៀតឯងអាចមានវិធីអីឯងគ្រាន់តែជាប្រយ័ត្នអ្នកទាំងអស់គ្នាកំពុងនិយាយអ្វីបងស្រីឡាននាងជាប្អូនជីដូនមួយរបស់ខ្ញុំកំពុងពិភាក្សាពីរឿងតាក់ទងនឹងការប្រឆាំងល្បែងប្អូនជីដូនមួយស្អាតណាស់ខ្ញុំទៅតែថាប្អូនជីដូនមួយបងស៊ីងមិនពេញចិត្តនឹងរឿងដែលគួរឲ្យចាប់អារម្មណ៍នោះទេមើលទៅសាច់ញាតិរបស់អ្នកចំពោះផ្នែកស្នូលនៃកាស៊ីណូរបស់យើងគឺចាប់អារម្មណ៍ខ្លាំងណាស់ការយកច្រឡំជាការយកច្រឡំដ៏ធំធេងខ្ញុំកំពុងអូសប្អូនជីដូនមួយខ្ញុំមកចូលរួមការងារប្រឆាំងល្បែងស៊ីសងនេះជាធម្មតានាងរៀន face ប្រហែលមិនសូវប្រយ័ត្នទេតែងតែរត់ឥតរបៀប
ខ្ញុំទៅតែស្ដីបន្ទោសនាងអំបញ្ញមិញចូលឲ្យត្រង់អង្គុយចុះយកដៃអប់ក្បាលរំពាត់ស្បែករបស់ខ្ញុំនៅប្រយ័ត្នអ្នកដឹងទេសម្រាប់ខ្ញុំស្អប់បំផុតអ្នកណាพูดខ្ញុំជាពិសេសព្រោះតែស្រីផ្សេងបងលឹមខ្ញុំមិនកុហកអ្នកទេនាងពិតជាបងប្អូនជីដូនមួយខ្ញុំមែនបើអីចឹងខ្ញុំឲ្យនាងហៅអ្នកថាបងថ្លៃស្រីយ៉ាងម៉េចដែរបងថ្លៃស្រីគ្រប់គ្រាន់ហើយនាំបងជីដូនមួយអ្នកទៅលេងទៅកុំដល់លេងនៅទីនេះនាងតូចនេះជាកាស៊ីណូមានច្បាប់ច្រើនលើកក្រោយបើចង់មកលេងកន្លែងយើងនេះជាកាស៊ីណូមានច្បាប់ច្រើនពេលក្រោយបើនាងចង់លេងប្រាប់ខ្ញុំមុនមកខ្ញុំនឹងជូនអ្នកទៅកន្លែងសុវត្ថិភាពអាស៊ីងអ្នករៀបចំខ្លួនបន្តិចទៅចាំបន្តិចទៀតតាមខ្ញុំទៅចូលរួមពិធីជប់លៀងក្រុមការងារខ្ញុំលះបង់គ្រប់យ៉ាងជូនអ្នកហើយអ្នកបង្កប់អ្វីក៏បានដែរណែតើខ្ញុំគួរយកកាបូបប្រឆាំងកំ pl របស់ខ្ញុំទៅទេអ្នកទៅចូលរួមជប់លៀងការងារមិនមែនទៅថ្លែងសុំរកថាតាមផ្លូវទេស្លៀកពាក់ឲ្យសមរម្យបន្តិចកុំធ្វើឲ្យខ្ញុំខ្មាស់គេពិធីជប់លៀងដែលពួកអ្នកត្រូវចូលរួមយប់នេះយើងបានលើដំណឹងខ្លះហើយគឺជាការប្រជុំរបស់ក្រុមល្បែងក្រោមដីអាចនឹងមានរឿងកើតឡើងអ្នកជួយតាមដានបន្តិចផងបាទបើមានដំណឹងខ្ញុំនឹងរាយការណ៍ជូនអ្នកភ្លាមមនុស្សកំហូចអ្នកទើបតែឆ្លៀតឱកាសពីខ្ញុំទៀតហើយលើកក្រោយកុំហៅខ្ញុំថាបងប្អូនជីដូនមួយទៀតខ្ញុំសំណាងល្អហើយដែលមានប្រតិកម្មរហ័សពាក្យដែលខ្ញុំនិយាយនោះគឺសុទ្ធតែដើម្បីផលប្រយោជន៍អ្នកទាំងអស់មិនដូច្នោះទេយើងប្រហែលជាស្លាប់បាត់ទៅហើយអ្នកដឹងទេចេះតែសម្ដីផ្អែមដាក់គេទៅចេញពីទីនេះសិនអេហេអេឈឺណាស់អូយឈឺណាស់បងឡានគេត្រូវបងស៊ីងនាំទៅបាត់ហើយខ្ញុំដឹងហើយអ្នកចុះទៅសិនទៅបាទការប្រកួតស្ដេចល្បែងក្រោមដីនេះយើងចង់បានពេលតណាស់កុំបារម្ភអីខ្ញុំជឿជាក់លើខ្លួនឯងណាស់សហការដោយរីករាយសហការគ្នារីករាយខ្ញុំសូមទោសអ្នកទាំងអស់គ្នាជាប់កកស្ទះផ្លូវខ្ញុំមកយឺតហើយហើយកែលៀនជាមនុស្សសំខាន់រវល់ជានិច្ចលើពីនេះទៅទៀតអ្នកមកពីកំពង់ផែថ្មីនៅខ្ចីណាស់មិនអីទេហាកន្លែងនេះធំណាស់ថែមទាំងប្រណីដំលេះហើយកែច្រើនម្លេះសុទ្ធតែនៅទីនេះពីគ្រីដែលបានជួបអ្នកទាំងអស់គ្នាខ្ញុំជាឪពុកសៀវសឹងហើយខ្ញុំក៏ជាអ្នករបស់កាស៊ីណូហ៊ូចឹងជាទីប្រឹក្សាយុទ្ធសាស្ត្រជាន់ខ្ពស់ទាំងអញ្ជើញសៀវតាន់វ៉ាអ្នកមកទីនេះធ្វើអ្វីគឺមីងមីងរបស់អ្នកបានអញ្ជើញខ្ញុំមកញ៉ាំអីនៅទីនេះហើយពេលខ្ញុំមកដល់ឃើញអ្នកទាំងអស់គ្នានៅទីនេះដែរខ្ញុំក៏ចូលមកអាលីនិងលោកឡានខ្ញុំបានពួកគេឲ្យអ្នកហើយគឺមានតែឪពុកអ្នកទេពីមុនខ្ញុំជាអ្នកលេងដ៏ល្បីលោកម្ចាស់ឡានកាស៊ីណូហ៊ូចឹងរបស់អ្នកពិតមែនឬស្អីគេនេះមិនមែនជាអ្នកដែលក្រអិតក្រទុំនោះទេអ្នកដែលបានត្រឹមតែអួតរកពីគ្រាន់តែមើលទៅហាសម្រាមមនុស្សស្រុកស្រែនារីជប៉ុនម្នាក់នេះនិយាយភាសាចិនបានល្អណាស់នេះគឺខ្ញុំបានអញ្ជើញគាត់មកពីប្រទេសសាគូរ៉ាអ្នកជំនាញកម្រិតពិភពលោកស្រីពីពោះគាត់នឹងតំណាងកាស៊ីណូយើងចូលរួមប្រកួតនៅសប្តាហ៍ក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាដល់ពេលនោះនៅមានអារម្មណ៍និយាយវិវត្តទៀតអ្នកភ្លេចហើយឬថានៅចំពោះមុខកូនខ្ញុំអ្នកចាញ់រហូតដល់គ្មានសល់អីសោះហ្នឹងខ្ញុំលើយូរហើយថាលោកចាងធ្លាប់ខ្មាស់គេខ្លាំងនៅកាស៊ីណូហ្វូជីងដូច្នេះគាត់ចាញ់ក្មេងនេះសោះពីមុនមិនដែលឮថាមានអ្នកលេងថ្មីពូកែសោះអាឡានរកបានរបស់នេះមកពីណាដងខ្វាន់រកបានមកពីណាដែរឲ្យតែលោកចាងតូចញ៉ាំនំនេះទៅខ្ញុំមើលហើយក៏ស្រណុកចិត្តដែរលោកសៀវស៊ីនសង្ឃឹមថាការប្រកួតសប្តាហ៍ក្រោយនេះនឹងធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាវគ្គលោកបើថៅកែសៀវនិយាយដល់ហើយអញ្ចឹងសូមឲ្យលោកអគ្គលេខាធិការយើងប្រកាសជាផ្លូវការនៅកម្មវិធីយប់នេះយើងនឹងរៀបចំក្នុងរយៈពេល1សប្តាហ៍ទៀតការប្រកួតដណ្ដើមជើងឯកថ្នល់បាល់បោះម្ចាស់ជើងឯកនឹងរួចបំណុលរយៈពេល1ឆ្នាំបាទលើកលែងថ្លៃស៊ុយសា1ឆ្នាំចំនួននេះមិនធម្មតាទេការប្រកួតនេះច្បាស់ជាមានការគ្រប់គ្រងពីថ្នាក់លើហើយបងឡានថ្លៃស៊ុយសានឹងជាអ្វីកុំមើលមនុស្សដែលអង្គុយនៅទីនេះសុទ្ធតែអ្នកមានមុខមាត់ការពិតលើពួកយើងនៅមានមេធំម្នាក់ទៀតដែលមានឥទ្ធិពលខ្លាំងណាស់កាស៊ីណូទាំងអស់ត្រូវបង់ស៊ុយសាប្រចាំឆ្នាំទៅគាត់គឺប្រហែល50នៃប្រាក់ចំណេញថ្លៃខ្លាំងណាស់តើវាជាចំនួនដ៏មហាសាល
តើមេធំនេះជាអ្នកណាគាត់ជាអ្នកដែលបានជួយខ្ញុំកាលហ្នឹងគ្មាននរណាធ្លាប់ឃើញទេមិនដឹងគាត់ឈ្មោះអ្វីទេសូម្បីតែការដែលគាត់ជួយខ្ញុំហ្នឹងគ្រាន់តែនៅក្នុងឡានបញ្ជាឲ្យកូនចៅធ្វើការអូអាចកំបាំងម្លេះខ្ញុំមើលទៅអាចកំបាំងម្លេះសម្លាញ់យើងនៅទីនេះតើជួយខ្ញុំម្ដងបន្តិចខ្ញុំដួសបាយឲ្យអ្នកខ្ញុំនឹងឲ្យសម្លៀកបំពាក់នោះខ្ញុំទៅហើយយប់នេះអ្នកទាំងពីរពេលមានរឿងខ្ញុំក៏ត្រូវធ្វើដែរម្នាក់តាមខ្ញុំភ្លេងម្នាក់ទៀតតាមយើងរៀបចំការងារទៅខ្ញុំយកស្រុក28ឆ្នាំមុនដូចគ្នាបេះបិទស្ទើរតែគ្មានអ្វីផ្លាស់ប្ដូរនោះជាបច្ចេកវិទ្យាអ្វីមិនអីទេគ្មានអ្វីទេសាកសម្របសម្រួលសិនទៅអ្នកមិនអីទេបើសិនជាបងអូនពេញនិយមក្នុងការញ៉ាំជាមួយនឹង collagen ឬក៏កំពុងតែស្វែងរកជាមួយនឹង collagen ណាដែលល្អមានគុណភាពមិនគួរមើលរំលងទេជាមួយនឹង collagen យ៉ាសកា Tripeptide ដោយសារតែ collagen យ៉ាសកា Tripeptide នេះជាប្រភេទ collagen ដែលបានឆ្លងកាត់បច្ចេកវិទ្យាថ្មីហើយក៏ជាបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ដែរក្នុង collagen យ៉ាសកា Tripeptide ផ្ទុកកម្រិត mg រហូតដល់ 48000 mg វាថែមទាំងជាពពុះ collagen Tripeptide ទៀតដែលមាន amino acid រហូតដល់ 13 amino acid នេះគឺជា molecule តូចៗហើយមានសភាពល្អិតមានសមត្ថភាពខ្ពស់ក្នុងការជ្រាបចូលកោសិកាស្បែកបើយើងបានល្អខ្លាំងមែនទែនជាហេតុចម្រុញឲ្យបងអូនដែលបានប្រើប្រាស់ជាមួយនឹង collagen យ៉ាសកា Tripeptide ហើយក៏គាត់ទៅសារតាក់ទងជាមួយនឹងគុណភាពខ្លាំងមែនទែន collagen យ៉ាសកាបងអូនញ៉ាំទៅបាត់នៅបញ្ហាមុខមុនស្នាមចំនៅលើស្បែកបានល្អពិសេសបងអូនសក់កញ្ចក់របស់យើងដុតរលាស់វែងល្អរឹងមាំខ្លាំងមែនទែនសម្រាប់បងអូនស្រីៗវិញគឺជួយរដូវបើគាត់មកទៀងទាត់ល្អហើយមកគ្មានការឈឺចុកចាប់ទេពួក collagen យ៉ាសកា Tripeptide អាចប្រើបានទាំងប្រុសទាំងស្រីតែម្ដងចឹងហើយបើសិនជាបងអូនកំពុងតែស្វែងរកជាមួយនឹង collagen ណាដែលមានសុវត្ថិភាពស្តង់ដារគុណភាពខ្ពស់អាចសាកញ៉ាំជាមួយនឹង collagen យ៉ាសកា Tripeptide បានពួកកញ្ចាស់អស់នេះអាស៊ីនខ្ញុំចាំថាអ្នកធ្លាប់ប្រាប់ខ្ញុំថាបងប្អូនជីដូនមួយរបស់អ្នកជានកូបាមែនទេឡានចែរឿងហ្នឹងក៏អ្នកដឹងដែរប្រយ័ត្នណាខ្ញុំចង់សងសឹកហើយខ្ញុំចង់រួចខ្លួនអ្នកអាចជួយខ្ញុំបានទេល្អហើយកុំបារម្ភអីទុកឲ្យខ្ញុំចាត់ការចុះឡានចែអ្នកមកដល់ហើយមានការអ្វី5ផ្ញើដែរអ្នកទៅខាងក្រៅមួយផ្លែសិនចាំញ៉ាំបាយថ្ងៃត្រង់ទៅខ្ញុំត្រូវរៀបចំលំហូរលុយប្រចាំខែនេះបងស្រីឡាននេះហាក់ដូចជាខុសក្បួនបន្តិចហើយកាស៊ីណូទាំងមូលនេះជារបស់ខ្ញុំក្បួនរបស់ខ្ញុំគឺជាក្បួនល្អហើយមើលទៅអញទៅផ្លូវណាអូកំពុងធ្វើការល្អហើយអ្នកមើលទាំងនេះនិងទាំងប៉ុន្មាននេះជាព័ត៌មានទាំងអស់ដែលខ្ញុំរកបានបងឡានខ្ញុំសូមអរគុណខ្លាំងណាស់ចំពោះការសហការព័ត៌មាននេះសំខាន់ណាស់សម្រាប់ពួកយើងខ្ញុំជឿថាយើងនឹងចាប់ជននោះបានឆាប់តទៅពេលនោះអ្នកត្រូវប្រុងប្រយ័ត្នបន្តិចសហការជាមួយពួកយើងបន្ថែមទៀតកុំបារម្ភខ្សែភ្លើងមុនពេលអ្នកប្រឡាក់ប្រុងប្រយ័ត្នយល់ហើយឧបករណ៍ទាំងអស់សុទ្ធតែបច្ចេកវិទ្យាខ្ពស់ប្រើឈីបខ្នាតតូចគ្មានអ្នកណាអាចឈ្នះពួកយើងបានទេក្មេងសៀងពិបាកទប់ទល់ណាស់ប៉ុន្តែគេមិនមែនជាឧបសគ្គធំបំផុតរបស់យើងទេអ្នកកុំបារម្ភមានឧបករណ៍ខ្ញុំនិងបច្ចេកទេសពុះពីទូ10នាក់ក៏មិនបញ្ហាដែរ
គ្រាន់តែថាបើធ្វើតាមបំណងរបស់អ្នកខាងខ្ញុំពេលកិច្ចការនេះសម្រាប់ក្រោយមកខ្ញុំនឹងដកខ្លួនទៅវិញដោយសម្ងាត់យល់ហើយឲ្យតែពូពីធ្វើតាមការរៀបចំរបស់ខ្ញុំទេចាប់ពីពេលនេះទៅអ្នកត្រូវតែស្ដាប់តាមវិធីរបស់ពូពីអីគេអីអាស៊ីងមកនេះមើលប៉ារកឃើញអ្វីឲ្យអ្នកអាហារីជាឈុតសំណាងដែលរៀបរាប់ពាក់ឈ្នះគេឯងកាលពីមុនឥឡូវជូនអ្នកប៉ាទៅដូរទៅមើលសម្លៀកបំពាក់រឿងរ៉ៃប៉ុណ្ណឹងមិនសំភ្នែកទេអ្នកមិនយល់ទេគេហៅថាអធិពលរូបពាមេផ្ដាំប្រាប់ថាឬថាការប្រកួតលោកសៀវចាំងលើកនេះជាកម្មវិធីអន្តរជាតិចាក់ផ្សាយផ្ទាល់ព្រមទាំងមានចេញថ្លៃភ្នាល់ហើយថ្លៃភ្នាល់ប៉ុន្មានដែរថ្លៃភ្នាល់របស់អ្នកគឺ1 ទៅនឹង 120 រីឯពូពីគឺ1 ទៅនឹង 1ចូលឡំហើយខ្ញុំធ្លាប់ឈ្នះអ្នកខ្លាំងខ្ញុំខ្លាំងជាងគេទៀតទីផ្សារអន្តរជាតិនឹងគេឲ្យតម្លៃអ្នកគ្រប់គ្រាន់ហើយអ្នកដឹងទេគិតមានពូពីគឺធំជាងអ្នករាប់ពាន់ដងឯណោះហេតែប៉ានៅតែគ្រប់ត្រកូនតែប៉ាដាក់លុយភ្នាល់ទាំងទ្រព្យសម្បត្តិទាំងអស់លើកូនហើយ1 ទៅនឹង 120ណាបើឈ្នះខ្ញុំអាចរស់នៅសប្បាយមួយជីវិតតើប៉ាដាក់ភ្នាល់អស់ប៉ុន្មានដែរខ្ញុំដាក់ទាំងអស់ហើយអហ៎ប៉ាលែងអាចទៅលេងល្បែងទៀតហើយនេះជាប្រតិបត្តិការធំទប់ស្កាត់ល្បែងទូទាំងក្រុងឈ្នះក៏យកលុយមកវិញមិនបានដែរខ្ញុំចាក់លុយទាំងអស់ចូលទៅហើយតើឬថាមេងក៏ចាក់លុយសោធនចូលដែរបើចឹងដកមកវិញទៅមិននឹងអាចដកមកវិញបានចាក់រួចហើយគឺរង្វង់ល្បែងអន្តរជាតិដកមិនរួចទេចាប់ពីថ្ងៃនេះទៅយើងទាំងពីរច្បាស់ជាដេកស៊ីបាយប្រៃហើយមើលទៅថ្ងៃមុខអ្នកយកអីទៅលេងល្បែងទៀតអាមេងខ្ញុំសុំទោសអ្នកលោកស្រីទាំងឡាយការប្រកួតដណ្ដើមជើងឯកដែលយើងទន្ទឹងរង់ចាំនឹងចាប់ផ្ដើមនៅយប់នេះហើយមុនដំបូងសូមអញ្ជើញស្វាគមន៍ដោយការទះដៃវីរបុរសថ្មីរបស់កាស៊ីណូអ៊ូជីងសាលាល្បែងស៊ីងសៀវបន្ទាប់មកនេះគឺតាជីនទេពល្បែងជើងចាស់ពីកាស៊ីណូស៊ីជីងដែលចូលចិត្តញ៉ាំស្ករគ្រាប់តំណាងកាស៊ីណូហាន់ចិនលោកឈិនជីងឆឹងដែលល្បីរន្ទឺនៅជាក្រុងខាងលិចឥឡូវនេះកំពុងដើរមកគឺកីឡាការិនីហៃខាងដែលធ្លាប់ស្អាតដូចទេពធីតាហើយបច្ចុប្បន្ននៅតែមានទេពកោសល្យខ្ពស់ដដែលតំណាងកាស៊ីណូខៃយាមសូមអញ្ជើញបេក្ខជនចុងក្រោយគឺជាអ្នកដែលគេទន្ទឹងរង់ចាំជាងគេតួលេខរបស់នាងប្រៀបដូចជាទីលានប្រមាញ់គូប្រកួតនាងតែងត្រូវលេបត្របាក់ទាំងស្ងាត់នាងគឺតំណាងកាស៊ីណូស៊ីនទូជីងនាងជាពូពីមកពីប្រទេសជប៉ុនទេដៃស្វាគមន៍លោកឡានកាស៊ីណូហ៊ូចឹងអស់អ្នកខ្លាំងហើយមែនទេអ្នកគិតថាអាមួយនេះវាឈ្នះខ្ញុំ2 ដងដោយចៃដន្យថាវាខ្លាំងមែនទេហាលេងសើចហើយសៀវស៊ីងកម្រិតរបស់អ្នកខ្ញុំដឹងច្បាស់ណាស់ដកខ្លួនចេញពីការប្រកួតទៅកុំឲ្យបាត់បង់មុខអ្នកទាំងពីរលោឡាណាស់គេគិតថាចូលប្រកួតស្តេចល្បែងយប់នេះហើយតើអ្នកទាំងពីរមានសិទ្ធិទេកូនខ្ញុំចង់និយាយថាអ្នកឈរទាំងអស់នោះសុទ្ធតែជាសម្រាមអ្នកសៀវស៊ីងខ្ញុំនឹងឲ្យអ្នកដឹងថាល្បែងពិតប្រាកដយ៉ាងម៉េចទាំងអស់គ្នាកុំនិយាយស្ដេកដាស់លើទៅល្បែងនេះអាចមានរឿងកើតឡើងគ្រប់ពេលប្រយ័ត្នយើងចេញទៅមុនប្រកួតត្រូវរៀបចំអ្វីបន្តិចសិនយល់ហើយមិនចាំបាច់ទេ
មិត្តស្រីក្មេងរបស់អ្នកមិនក៏ខ្លាចជាអ្នកចែកវាទៅវិញខ្ញុំជាអ្នករៀបចំឲ្យនាងមកចែកវានេះឯងយ៉ាងម៉េចដែរឥឡូវនេះអស់បារម្ភហើយមើលទៅមិត្តស្រីទាំងពីរអ្នករបស់អ្នកនេះចិត្តអាក្រក់ម្ល៉េះពីព្រោះនេះអំពីទីផ្សារអាស៊ីងធ្វើចិត្តឲ្យនឹងកុំភ្លេចអ្វីដែលឪបង្រៀនអ្នកប្រមូលត្រូវរកពេលល្អនិងសម្លឹងដោយមុតមមកុំឲ្យគេដឹងពីចំណុចខ្សោយរបស់អ្នកបានពេលដែលខ្ញុំនៅម៉ាកៅកាលពីមុនឪពុកអ្នកឈប់ស្រែកទៅកាលនៅម៉ាកៅនោះអ្នកថាខ្លួនសល់តែខោក្នុងមួយបើមិនបានគេអាណិតលុយអ្នកខ្លះទេអ្នកនឹងត្រូវហែទឹកត្រឡប់មកវិញហើយ10000ក៏នៅតែ10000ដែរអ្នកគ្រប់គ្រងអ្នកទៅសូមដាក់ភ្នាល់ជីតាមនឹងក្មេងក្បាលខូចជួមកពីផ្ទៃទៅផ្ទៃពីរអ្នកគួរតែនិយាយអ្វីមួយសិនខាត់បងត្រូវហើយខាត់មែនសៀវស៊ីងលេងច្រើនពេកហើយមើលឃើញអស់ហើយអាហេលោកប្រធានអ្នកទាំងពីរមកលេងស៊ីសងគ្នាពួកគេចាត់ទុកទីនេះជាក្រោយផ្ទះពួកត្រីទាំងនេះត្រូវតាមច្បាប់ឬអត់អ្នកគ្រប់គ្រងចូលចិត្តឃើញពួកយើងលេងជាមួយគ្នាអ្នកមានសិទ្ធិអីមកហាមការប្រកួតរបស់ពួកយើងផ្ដោតលើការកម្សាន្តស្ដាប់តាមមហាជនទៅបន្តការប្រកួតមើលនាងនេះប្រយ័ត្នប្រយែងណាស់អ្នកចាញ់មិនខានទេលេងវាទៅក្មេងនេះបោកអ្នកហើយប៉ុណ្ណឹងក៏មើលមិនយល់ដែរក្មេងប្រុសខ្ញុំមិនបានចង់ទេពេលដែលអ្នកទម្លាប់ប្រើក្បាច់នេះនោះហើយជាថ្ងៃដែលអ្នកអាចក្រោកឡើងវិញធ្វើបានទៀតធ្វើបានដូចគេដែរតើក្មេងថ្មីហ៊ានទោសអ្នកខ្លាំងមែនលេងឈ្នះអ្នកជំនាញដាច់តែម្ដងពិតមកទៅចាំមើលឲ្យបានល្អទៅនេះទឹកជាការប្រកួតអ្នកឯកទេសតើពិតអ្នកគ្រាន់តែនិយាយលេងទេសុវត្ថិភាពហើយសំណាងបែបរងនេះសំណាងល្អមិនគួរឲ្យជឿសោះសំណាងបែបរងនេះល្អហួសហេតុពេកហើយរបៀបរីកចម្រើនបែបនេះ风盘中场休息。មានរឿងអីអ្នកកាត់អីហ្នឹងទឹកមានបញ្ហាហើយអ្នកកាត់អីនៅត្រង់បានទេព្រោះតែអ្នកបានតើអ្នកបានរកឃើញសារធាតុថ្នាំស្មុគប្រសាទក្នុងខ្លួនម្ចាស់តម្រូវឲ្យមានការសង្គ្រោះបន្ទាន់ទេជួយខ្ញុំភ្លាមទៅប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្ដើមហើយ
ដំណើរការត្រូវការពេលសូមម្ចាស់ក្រុមបន្តិចទៀតបើអ្នកនៅតែបន្តល្អបែបនេះខ្ញុំនឹងចាត់ទុកថាអ្នកមានភាពក្លាហានហើយជួយខ្ញុំផងឆាប់ឡើងពេលនេះបន្ថែមគ្រាប់ទៅទំហំស្តង់ដារ2 5ដងហើយនេះប្រមាណអ្នកលេងភ្នែកធំសម្លឹងមើលម៉ាឌួនទឹកមុខគាត់ធូរស្រាលណាស់ប្រហែលជាទើបតែប្រមាណដំបូងនេះទេអាចនឹងដល់7ដងទ្រាំទៅប៉ាតុងបាំងនឹងជាអ្វីពេលវេលាសម្រាប់ឃ្លីខ្លីៗពេកខ្ញុំមិនដែលបាច់ខ្វល់ពន្យល់ទេគេមិនបាច់គិតច្រើនពេកធ្វើឃ្លីខ្លីទេតើឃ្លីខ្លីមិនចាំបាច់មានតក់ជាតិទេមិនត្រូវការទេចង់បានទេប៉ាន់លឿងអ្នកទាំងពីរនិយាយច្រើនណាស់និយាយត្រង់គ្រោះថ្នាក់ឬនិយាយទៅមានសុវត្ថិភាពកាប់ណនៅកាស៊ីណូសូមចាប់អារម្មណ៍កាប់ណចុងក្រោយហ៊ានប្រើល្បិចចាស់ទៀតចាំមើលខ្ញុំបញ្ជាក់មុនតើអ្នកធ្វើយ៉ាងណាសម្លឹងទៅឡុងប៉ោះអោះវាគាត់ធំជាងខ្ញុំតែបេះដូងនិងមុខគាត់ហាក់ល្អជាងធម្មតាបើគេធ្វើដោយចិត្តណានាងនេះកំពុងសម្ដែងហើយអញ្ចឹងខ្ញុំលេងតាមនាងចុះបញ្ចប់កាប់ណោះហើយសន្លឹកចុងក្រោយបើអ្នកមិនបានអ្នកនឹងចាញ់ហើយគូក៏ខ្ញុំឈ្នះអ្នកដែរកាត់អីហ្នឹងមិនដែលឃើញស្ថានភាពបែបនេះសោះឬមួយគាត់កំពុងកេងបន្លំមើលមិនឃើញមានឧបករណ៍អ្វីផងហ៊ានដកទាំងអស់មិនអាចទេតាមសន្លឹកគាត់កាប់ណពាក់កណ្ដាលជាហានិភ័យធ្ងន់ធ្ងរឥឡូវបែរជាដកទាំងអស់គាត់គ្មានឱកាសឈ្នះ20ផងហ៊ានលេងធំនៅពេលនេះគាត់ហ៊ានប្រថុយធំបែបនេះឬទេខ្ញុំមានឈីបសទឹកជាងពោះកាច់ខ្លាំងណាស់បោះបង់ឥឡូវនេះខាត់ធ្ងន់ណាស់តើគួរលេងទៀតទេខ្ញុំក្បាលគិតថាគូ8អាចឈ្នះគូកាច់ស្លាប់អ្នកពិតជាឆោតល្មមពេកហើយចប់ហ្គេមហើយព្រោះអ្នកទីដឹងវារបស់ខ្ញុំហើយអនុញ្ញាតឲ្យខ្ញុំមើលថាអ្នកមានសមត្ថភាពអីខ្លះដើម្បីបានគូធំជាងគូខ្ញុំយ៉ាប់ហើយប្រយ័ត្នជាប់អន្ទាក់ពូកាច់គាត់ត្រូវតែមានយ៉ាងហោចណាស់មួយគូហ៊ាននិយាយមែនតែពូពីរទំនងខ្លាំងជាងគឺរឿងនិទានគូខ្ញុំមិនចូលចិត្តទេឆៃឈីអ្នកគួរតែដឹងគុណតាមធម្មតាអ្នកត្រូវតែបងដៃមួយអញ្ចឹងហ៊ានភ្នាល់អស់ពីខ្លួនជាមួយវាបែបនេះវាយ៉ាងនេះសោះក៏ហ៊ានភ្នាល់អស់ពីខ្លួនតើវាជាវាប្រភេទអីក្មេងនេះមិនទាន់ចេះអីផងតើមានរឿងអីកើតឡើងរឿងនិទានគឺប្រើល្បិចនេះលើគាត់ឡាអ្នកណាថាចាញ់
សូមអបអរសាទរលោកសុងអ្នកប្រើល្បិចនេះពីរដងគឺបានសម្រេចទាំងអស់ឥឡូវនេះខ្ញុំលុបការកំណត់ការប្រើប្រាស់ជំនួសមកវិញជាកំណែពេញមួយជីវិតគឺឆ្នេះខ្ញុំសូមប្រកាសម្ចាស់ជើងឯកការប្រកួតគឺចៅសៀវស៊ីនមកពីកាស៊ីណូពូជីនឈប់សិនខ្ញុំនៅមានរឿងឯកជនជាមួយអ្នកទៀតខ្ញុំសូមទៅទីនោះបន្តិចសិនចៅចាងខាត់ធ្ងន់ណាស់គេច្បាស់ជាមិនទុកអ្នកទេការប្រកួតរបស់អ្នកនៅទីនោះនឹងត្រូវថៅកែធំដឹងរឿងគេនឹងជួបអ្នកឆាប់នេះត្រូវការឲ្យខ្ញុំទៅកម្ចាត់ពួកគេទេអ្នកអាចសាកល្បងបានអ្វីដែលសំខាន់ជាងនេះគឺគេតាមឃ្លាំមើលអ្នកគ្រប់ពេលអាចនឹងចង់តាក់ទាញឬក៏ជាការព្រមានឬក៏សម្រាប់បំបិតមាត់ខ្ញុំត្រូវនិយាយជាមួយសៀវសុងយកទៅមកហើយយ៉ាងម៉េចមកអញ្ជើញញ៉ាំបាយលោកសៀវសុងគុណរបស់អ្នកពិតជាខ្លាំងណាស់ចៅវាយខ្ញុំចង់ជួបអ្នកបន្តិចខ្ញុំទៅឥឡូវហេតុអ្វីបានជាគាត់ទៅវិញសៀវសុងស្នាដៃរបស់អ្នកពិតជាគួរឲ្យសរសើរណាស់ទឹកមុខអ្នកឥឡូវនេះក៏អស្ចារ្យមិនធម្មតាដែរនេះជាវីរៈបុរសអ្នកលេងល្បែងថ្មីលោកសៀវសុងចៅជំនាញពិតជាខ្លាំងមែនត្រូវហើយសំបីតែពូពីក៏ចាញ់គាត់ដែរនេះពិតជាមនុស្សដែលមានទេពកោសល្យដល់កំហសំណាងទេសុទ្ធតែជាសំណាងទាំងអស់ចុះសំណាងរបស់លោកមិនមែនដូចសំណាងមនុស្សធម្មតាទេខ្ញុំស្គាល់អ្នកច្បាស់ខ្ញុំក៏កោតសរសើរអ្នកដែររឿងដែលអ្នកធ្លាប់ធ្វើកាលពីមុនខ្ញុំអាចលើកលែងឲ្យបានអញ្ចឹងខ្ញុំនឹងប្រគល់កាស៊ីណូរបស់សៀវចាងឲ្យអ្នកគ្រប់គ្រងវាចាប់ពីពេលនេះទៅផ្ដោតតែធ្វើការឲ្យខ្ញុំយ៉ាងម៉េចដែរម៉ងវៃសំណើរបស់អ្នកពិតជាតាក់ទាញណាស់ប៉ុន្តែខ្ញុំគិតថាមិនចាំបាច់បែបនេះទេអ្នកជាមនុស្សល្អខ្ញុំមិនសាកសមទេមិនមែនទេធ្វើអីទៅហើយមិនទៀតគ្មានរឿងអ្វីបន្តទៀតទេខ្ញុំចាំអ្នកចេញមកបានទេបើខ្ញុំចេញអ្នកចិញ្ចឹមខ្ញុំទៅខ្ញុំនឹងចិញ្ចឹមអ្នកមើលថែខ្លួនឯងឲ្យបានល្អសិនទៅកុំលេងល្បែងទៀតទៅអ្នកចោះចាញ់ហើយអ្នកបោះបង់ហើយអ្នកបោះបង់ហើយសាលានេះហេតុអីមិនមែនជាសាលាបំបត្តិល្បែងទេគ្មានជំរឿទេនេះជាគោលការណ៍របស់ក្រុមហ៊ុនយើងឥឡូវអ្នកណាក៏ចូលចិត្តមើលរឿងកំ pl ែងដែរចឹងបានជាអូយខុសហើយតាមពិតខ្ញុំនៅតែចូលចិត្តរឿងប្រឆាំងល្បែងស៊ីសងជាងតោះយើងទៅជាមួយគ្នាប្រយ័ត្នបងស្រីចង់ផឹកមែនទេទៅមកផ្ទះជាមួយខ្ញុំន័យថាម៉េចម៉ូតនេះមិនសមនឹងអ្នកទេផឹកស្រាអីអ្នកផឹកជាមួយនាងមែនទេណាអ្នកបើកឲ្យខ្ញុំស្ដាប់ម្ដងទៀតហេតុអីបានជាខ្ញុំស្ដាប់មិនបានហេតុអ្វីមិនអាចផឹកត្រួតពិនិត្យឃើញម្ចាស់ផ្ទះធំគឺនៅលីវកំពុងដំណើរការប្រព័ន្ធជំនួយស្នេហារបស់ខ្ញុំវាមានប្រតិកម្មហើយ
ra này sát men nè ui sát lên ta chơi chỉ tali na bắt cắt trong những thang lấy sắt nữa nè sắt này cho nó tới nó chị mới chứ ngay sẽ tạo biên biên
ngao vậy tia hả sao nè tia prey đấy đứt lúa nó không cái hay đứt lúa thì chơi cái này chơi mà ra ý không lực môn nhom ao nhom gì ban phanh ấy ta thử mới tiếp quá cái bật thử lên đá của em mà nó cho ru này đang là nặng vì đau môi âu vậy Chị thế con pa thì bảo cho nói lấy màyจะlấy vật không một cuộc cái thầy nó lại lấy cái tinh rồi nó cái con ơi cho lấy qua là mới nó tiệt ơi cho lấy cái lại kìa lại cho lấy cái chắp không cái chắp ăn đi lấy tiệt ở đây tiệt ở đây nó không theo một bên nào hả? Ở đây là cô chứ rồi. Là cô đâu? Anh mấy đi một lại thì cô yên đâu. Ê, làm cô mỏ anh ấy đi khai chỉ chùa. Đây bên mẹ sầm đặt nó chín giờ sẽ không nhở? Kiệt ơi đã tỉ khách ngộ bỉa. Ngộ bỉa này. Lực môn kia lộ chuyện này nè. Alo, bạn Cho đã muốn ở chuyện này. Kìa ơi. Đây chứ hả? Nhầm ok lời từ nhầm nhá cái kia là sao nè ham ở trên này Thiên thế. Con cảm ơn thay gỡ lần nữa ở. Cảm ơn thay gỡ. Ôi chẳng mong để cảm ơn làm nó không nên ạ. Không ai à Việt Nam á. Đang ăn với món sẵn hả? Không có mà cảm ơn sẵn đây với con tớ mà. Chỉ nếu mưa trộm chặt vào lòng, chỉ nếu mưa không bao giờ cứ lẹ. Rồi tôi mơ con anh tọa này nữa á. Cắt này trộm. Ngon này con. Mai mơ chào. Người mơ. nói thế nè trong pa kia này bay bên này thôi còn ngót sao ngót sao vậy nè nó bên đây không tiền hả? ngồi đấy chứ con anh nhi anh nhi tôi mà con nó cái xe phân này nhìn món so món không ai
100 ឡាណាចំណៃឲ្យ ngọc sắt kế lại cho này ចាំស្អាតមែនហ្នឹងណាអត់មានអីស៊ីលី kẹt ao nè គេឲ្យទីនោះអត់មានស្អប់វិញគេដាក់ផាកវិន័យរហូតណាគេតែឲ្យគេចាប់ lại đấy mau cái đôi cái men cái không ឡើងមកមុនទៅជ្រុះចា นี่ผมนี่ฉลองโรคปีมันนี่ตะสั้นปีซัดมุมนี่ผมป้าซัดอะไร anh chơi thao rút băng thôiយើងឃើញថាទីនេះយើងចង់ដល់លេងមកពីណាទៅណាវិញ ពីណាក៏បានទៅមក
กกเนาะ เราจุ่มวิ่งอย่าง แล้ว นี้ ก็นกนมที่น่ะเตอตอนออกแต่มันเจาะที่น่ะใบเจาะที่น่ะ มันเลยมันง่าย อันนี้มาแต่มาทางอ่ะแต่น้องที่เปิดไว้ชิงไว้เนาะ แต่ก็เราเรียนอยู่นี่ แต่ว่าตอนไหนต้องมาเอาทางไหนจะสอบใบทางก่อน สัตว์ไปน้ำ มาแล้วยังเอา เล่นนี่ใส่เสียซิกซี่เนาะไม่เลยแต่พวกไม่ต้องนี่มีเพลกรองพนมดิไม่มีเพลกรองพนมตลอดลอย hay trăng em mơ múc tiền là với tiền lụa này lô mày hả ra phun lô này trong nơi chẳng hả dây mặn ở trong nơi chẳng hả